អ្នកទាំងអស់គ្នានេះគឺជាករណីវាប្រហារដ៏សាហាវមួយដែលដូចទៅនឹង virus zombie អញ្ចឹងដែលនេះគឺជាករណីពិតដែលបរិបទនឹងគឺគាត់បានវាយទៅកាត់លោកតាដែលតាមផ្លូវដែលគេហៅថា homeless លោកតានឹងអត់មានផ្ទះសម្បែងច្បាស់លាស់ទេហើយការវាយប្រហារនឹងគឺសាហាវខ្លាំងមែនតើអ្នកទាំងអស់គ្នាគឺគាត់ចាប់ហែកមុខដូចឆ្កែអញ្ចឹងហើយគាត់បានបន្តសកម្មភាពនេះអស់រយៈពេល20នាទីដែលបណ្ដាលឲ្យជនរងគ្រោះខ្វាត់ភ្នែកហើយបន្ទាប់ពីប៉ូលីសមកគឺគាត់នៅតែបន្តការវាយប្រហារអញ្ចឹងដើម្បីបញ្ឈប់ការវាយប្រហារនេះបានគឺប៉ូលីសគឺបានបាញ់គាត់ហើយបាញ់មកគ្រាប់ដំបូងគឺគាត់អត់ឈប់ទេអ្នកទាំងអស់គ្នាតបមកសរុបទាំងអស់ប៉ូលីសក៏បានបាញ់គាត់ចំនួន4គ្រាប់ដែលធ្វើឲ្យគាត់ស្លាប់នៅនឹងកន្លែងក៏ប៉ុន្តែជនរងគ្រោះគឺអត់បានស្លាប់ទេតែនៅលើផ្ទៃមុខរបស់គាត់បាត់បង់សឹងតែ80%ឯងដោយរឿងនេះវាកើតយូរដែរហើយតាំងពីឆ្នាំ2012មកម្លេះក៏ប៉ុន្តែខ្ញុំចង់មកចែករំលែកឲ្យអ្នកទាំងអស់គ្នាដឹងហើយរឿងនេះកើតឡើងនៅក្នុងទីក្រុង Miami រដ្ឋ Florida ទីតាំងគឺនៅកន្លែងស្ពានមួយកន្លែងខ្ញុំដាក់ឲ្យអ្នកទាំងអស់គ្នាមើលនៅខាងក្រោយអ្វីដែលគួរឲ្យសាហាវធ្វើឲ្យអពាក់នឹងដូចសត្វហ្មងគឺគាត់បានសម្រាលកៅអៅខ្លួនឯងចាប់ហែកកៅអៅខ្លួនឯងហើយបន្ទាប់មកក៏គាត់បានវាយប្រហារទៅកាន់ជនរងគ្រោះដែលមានឈ្មោះថា Ronald Purple ហើយអពាក់ជនបង្កគឺមានឈ្មោះខ្ញុំភ្លេចណែនាំឈ្មោះជនបង្កអពាក់ជនបង្កគឺមានឈ្មោះថា Jean ដែលមានឈ្មោះថា Rudy Eugene បន្ទាប់ពីសម្រាប់កៅអៅខ្លួនឯងរួច Rudy គឺបានវាយប្រហារទៅកាន់ Ronald ដែលការចាប់ហែកខំទៅលើផ្ទៃមុខតែម្ដងហើយសកម្មភាពដែលគាត់ចាប់ហែកខំទៅលើផ្ទៃមុខនេះគឺបានបន្តអស់រយៈពេល20នាទីបន្ទាប់មកប៉ូលីសក៏បានចោះមកអន្តរាគមន៍ហើយក៏បានបញ្ជាឲ្យអពាក់ Rudy ឈប់ក៏ប៉ុន្តែ Rudy អត់បានឈប់ទេហើយថែមទាំងងើបមុខមកសម្លឹកទៅកាន់ប៉ូលីសទៀតថែមទាំងក្រហមទៀតផងមកក៏បន្តសកម្មភាពវាយប្រហារទៅកាន់ Ronald ដដែលដែលធ្វើឲ្យប៉ូលីសបង្ខំចិត្តបាញ់អពាក់ Rudy ស្លាប់នៅនឹងកន្លែងទើបសកម្មភាពមួយនេះបានបញ្ឈប់ហើយការនឹងគឺថាល្បីខ្លាំងមែនតែនរឿងនឹងដោយសារព័ត៌មានចំវិញពិភពលោកបានសន្និដ្ឋានថាគាត់គឺបានប្រើប្រាស់គ្រឿងញៀនប្រភេទថ្មីម្យ៉ាងដែលមានឈ្មោះថា Barbitol ដែលជាប្រភេទគ្រឿងញៀនម្យ៉ាងដែលធ្វើឲ្យមនុស្សគឺឆ្កួតដូចសត្វអញ្ចឹងក៏ប៉ុន្តែលទ្ធផលការពិនិត្យឈាមនៅទីក្រុង Miami គឺបានបង្ហាញថា Rudy គឺអត់មានសារធាតុញៀន Barbitol នៅក្នុងខ្លួនទេគាត់មានតែសារធាតុញៀនកញ្ឆាធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែសារធាតុញៀនកញ្ឆានេះគឺមិនអាចធ្វើឲ្យមនុស្សមានសកម្មភាពសាហាវដូចចឹងបានទេវាសាហាវដែរក៏ប៉ុន្តែអត់អាចដល់នឹងបានទេហើយរហូតមកដល់ឥឡូវហ្នឹងគួរអត់ទាន់មានលទ្ធផលពិតប្រាកដណាដែលបណ្ដាលឲ្យ Rudy Eugene គឺមានសកម្មភាពសាហាវប្រៃផ្សាយដូចទៅនឹង zombie ដែរនិយាយរួមទៅអ្នកនរគ្នាគួរឲ្យខ្លាចខ្លាំងមែនតើចាប់ខំស្បែកមុខជនរងគ្រោះហើយក្នុងមាត់នេះសិតតែឈាមសិតតែសាច់នៅក្នុងមាត់ណាតបមកប៉ូលីសមកឲ្យឈប់ឲ្យអត់ឈប់ទេថែមទាំងកំហឹមដាក់ប៉ូលីសទៀតសកម្មភាពនឹងគឺគួរឲ្យចម្លែកខ្លាំងមែនតើ